ថ្ងៃខួបកំណើតអ្នកទាំងអស់គ្នាសម្រាប់ចិត្តខ្ញុំគាត់ទិញឆ្នាំងធ្វើយ៉ាអ៊ូឲ្យបកែនឹកឃើញកាដូហើយទិញសុទ្ធតែរបស់ដែលខ្ញុំត្រូវការអញ្ចឹងណាហ្នឹងហើយឆ្នាំងគេឡើង cute អ្នកទាំងអស់គ្នាហើយចំណុះដូច1លីត្រហើយហ្នឹងហើយថ្ងៃនេះខ្ញុំមកសាកធ្វើថាធ្វើទៅវាកើតឬក៏ស្រួលឬអត់ណាអញ្ចឹងតោះទៅធ្វើទាំងអស់គ្នាខ្ញុំមានទឹកដោះគោខ្ញុំយកទឹកដោះគោស្រស់ណាហើយខ្ញុំយកដូចមានគ្រីមធម្មតាហ្នឹងហើយបន្ទាប់មកទៀតខ្ញុំមានយ៉ាអ៊ូហ្នឹងហើយយ៉ាអ៊ូទិញគេមកហ្នឹងហើយបើរបៀបធ្វើអត់ដឹងអត់ចេះធ្វើដែរហ្នឹងអ្នកទាំងអស់គ្នាតែហ្នឹងហើយមើលតាម YouTube មើលអីទៅគឺគេឲ្យយើងដាក់អាយ៉ាអ៊ូហ្នឹងលាយជាមួយនឹងទឹកដោះគោហើយកូរវាសប់ដាក់ចូលក្នុងឆ្នាំងហើយយើងសិតនាទីវាដាក់8ម៉ោង12ម៉ោងអីទៅហ្នឹងហើយឥឡូវខ្ញុំមកលាយខ្ញុំដាក់យ៉ាអ៊ូដែលយើងដាក់យ៉ាអ៊ូចូលអាកន្លែងកូរហ្នឹងខ្ញុំមិនដឹងថាកូរខ្លាំងកូរតិចបានឬក៏អត់អ្នកទាំងអស់គ្នាអ្នកដឹងអីប្រាប់ផងយើងកូរខ្លាំងអត់អីណាហ្នឹងហើយចឹងខ្ញុំត្រង់នេះសិនអូយកូរអត់មកផងអូខេឥឡូវខ្ញុំមកសិតម៉ាស៊ីនយើងត្រង់ចុចបើកអត់មានចេះចិនអីអ្នកនរឥឡូវខ្ញុំដាក់វាថា8ម៉ោងហើយហ្នឹងហើយ8ម៉ោងហើយគឺយើងចុចអូខេហ្នឹងរួចរាល់ហើយយើងយកក្របមកក្របអាហ្នឹងសិនមួយទៀតអូខេអញ្ចឹងហ្នឹងហើយចាំ8ម៉ោងយើងមកមើលទាំងអស់គ្នាបាយបាយ